សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel របស់ Admin ប៉ែទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះ Admin នឹងធ្វើការសម្ដែងសាររឿងថ្មីមួយដើម្បីចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាកំសាន្តដោយសាររឿងមួយនេះមានចំណងជើងថា The 13 Vario ហើយបើចង់ដឹងថាសាររឿងរបស់យើងទៅជាយ៉ាងណាតាមដានទស្សនាជាមួយនឹង Admin ប៉ែទាំងអស់គ្នាដូចតទៅសាររឿងក៏ចាប់ផ្ដើមនិយមពីបរិសុទ្ធសង្ហាម្នាក់ដែលគាត់មានឈ្មោះថា Ahmed ហើយគាត់មានតួនាទីជារាជទូតណាអ្នកទាំងអស់គ្នាតួនាទីធំខ្លាំងមែនទែនប៉ុន្តែ Ahmed ហ្នឹងគាត់ពិតជាសោយខ្លាំងមែនទែនដោយសារតែមានពាក្យខ្សឹបខ្សៀវក្រោយខ្នងដោយពួកគេហ្នឹងបាននិយាយថា Ahmed ហ្នឹងបានទៅតាក់ទងជាមួយនឹងមនុស្សស្រីដែលគាត់មានប្តីហើយរួចមានការញ៉ែញ៉ៃជាមួយគ្នាអញ្ចឹងណាហើយចំណែកថ្នាក់លើហ្នឹងក៏អញ្ចឹងដែរអ្នកទាំងអស់គ្នារួចដំណឹងដឹងមិនទាន់ច្បាស់ផងក៏លើពីមាត់មួយទៅមាត់មួយហ្នឹងក៏បានបណ្ដេញ Ahmed ហ្នឹងឲ្យចេញពីទីក្រុងតែម្ដងហើយកាលពីសម័យហ្នឹងគឺសាហាវខ្លាំងមែនទែនគ្រាន់តែត្រឹមពាក្យសម្ដីអ្នកចិត្តខាងហ្នឹងក៏អាចធ្វើការបណ្ដេញឲ្យយើងចេញទៅនៅក្រៅក្រុងបានដែរលក្ខណៈថានិរទេសចេញអញ្ចឹងណាក្រោយមក Ahmed គាត់ក៏បានធ្វើដំណើរចេញពីទីក្រុងមួយហ្នឹងហើយដោយធ្វើដំណើរទៅទិសខាងកើតក៏ប៉ុន្តែមិនដឹងថាទៅហ្នឹងមានភូមិឬក៏មានស្រុកគេអត់ទេចេះធ្វើដំណើរទៅពេញណាពេញណីអញ្ចឹងណាហើយអ្វីដែលសំខាន់ជាងនោះទៅទៀតកាលពីសម័យហ្នឹងគឺមិនមាននរណាគេហ្នឹងរាប់អានគ្នាប្រៀបដែរនោះទេលក្ខណៈថាឃើញមុខគ្នាញ៉ាំដាក់គ្នាក៏មិនញ៉ាំដែរហើយតែមកពីណាពីណីមិនដែលស្គាល់មើលមុខអញញ៉ៃណាប្រកាសជាស៊ីកញ្ញល់ជាមិនខានក្រោយមក Ahmed ជាមួយនឹងអ្នកភូមិផ្សេងទៀតក៏បានធ្វើដំណើរទៅដល់កន្លែងមួយប៉ុន្តែវាពិតជាសាមកហេខ្លាំងមែនទែនដោយសារតែកន្លែងមួយហ្នឹងគឺគេកំពុងមានសង្គ្រាមអីចឹងណាហើយ Ahmed ហ្នឹងទៅដល់ភ្លាមហ្នឹងគេក៏បានដេញកាប់ដេញសម្លាប់តែម្ដងប៉ុន្តែ Ahmed ហ្នឹងគាត់ក៏សំណាងដែរដោយសារតែពេលហ្នឹងគាត់បានជួបទូកមួយហើយអ្នកនៅលើទូកហ្នឹងគឺចេះនិយាយភាសារបស់គាត់ហើយពួកគេទាំងពីរហ្នឹងក៏បាននាំគ្នាមកខាងក្រោមពេលនោះហ្នឹងលោកអ៊ំហ្នឹងគាត់ក៏បាននាំ Ahmed ហ្នឹងទៅជួបជាមួយនឹងមេដឹកនាំដោយសារតែគាត់ហ្នឹងចេះភាសា Viking ណាអ្នកនរគ្នាហើយភាសា Viking ហ្នឹងភាសាស្អីគេអ្នកនរគ្នា admin ក៏មិនស្គាល់ដែរប៉ុន្តែវាពិតជាសាមកហេខ្លាំងមែនទែនដល់ពេលដែល Ahmed បានទៅដល់ហ្នឹងគាត់ក៏បានដឹងថាប្រជាអធិរាជរបស់ដាច់ខាងកុលសម្ព័ន្ធ Viking ហ្នឹងទើបតែទទួលមរណភាពហើយពួកគេកំពុងតែប្រារព្ធពិធីបុណ្យសពឲ្យស្ដេចរបស់ពួកគេក្រោយមកនៅពេលដែលកម្មវិធីបុណ្យសពហ្នឹងបានកន្លងផុតទៅហ្នឹងក៏មានអ្នកដឹកនាំមួយក្រុមទៀតហ្នឹងគេក៏បានមកដល់កន្លែងហ្នឹងដូចគ្នាហើយអ្នកដឹកនាំក្រុមហ្នឹងគេក៏បានមកសុំជំនួយពីខាងកងទ័ព Viking អញ្ចឹងណាហើយមូលហេតុដែលពួកគេមកសុំជំនួយហ្នឹងដោយសារតែក្រុមរបស់ពួកគេត្រូវបានពួក Weldon ហ្នឹងទៅធ្វើការវាយប្រហារហើយពួកហ្នឹងគឺពិតជាសាហាវខ្លាំងមែនទែនគឺស៊ីមនុស្សជាអាហារអញ្ចឹងណាអ្នកនរគ្នាក្នុងពេលហ្នឹងគេក៏បានអញ្ជើញគ្រូសិលឲ្យមកធ្វើការទូទាយហើយលោកគ្រូសិលហ្នឹងគាត់បានទីថាការប្រយុទ្ធលើកនេះត្រូវមានអ្នកក្លាហានចំនួន13នាក់ហើយបើសិនជាមិនមានអ្នកក្លាហានចំនួន13នាក់ទេហ្នឹងពួកយើងគឺមិនអាចធ្វើការចាត់ការទៅលើពួក Weldon ហ្នឹងបាននោះទេហើយពួកយើងប្រកាសជាងាប់ទាំងអស់គ្នាជាមិនខានហើយគ្រាន់តែគ្រូហៅកថាបានធ្វើការទូទាយភ្លាមហ្នឹងព្រះមហាក្សត្រថ្មីហ្នឹងគាត់ក៏បានធ្វើការលើកដៃមុនគេលក្ខណៈថាចេញមុខចេញមាត់ទៅមុនគេអញ្ចឹងណាបន្តមកទៀតហ្នឹងក៏មានមេតបផ្សេងៗហ្នឹងបានធ្វើការលើកដៃលើកជើងដើម្បីយកមុខយកមាត់ទៅជាមួយគេដែរព្រោះចង់ធ្វើជាអ្នកក្លាហាននេះអញ្ចឹងទៅប៉ុន្តែនៅក្នុងពេលនោះលោកគ្រូទាយហ្នឹងគាត់ក៏បានទាយថាអ្នកក្លាហានទី13ហ្នឹងគឺគេមិនឲ្យយកជនជាតិ Viking នោះទេត្រូវតែជនជាតិផ្សេងបើមិនអញ្ចឹងគឺមិនអាចសម្រេចនៅកិច្ចការមួយនឹងបានឡើយហើយអ្នកដែលមិនមែនជាប្រជាជនរបស់ប្រទេស Viking ហ្នឹងគឺមានតែ2នាក់តែប៉ុណ្ណោះគឺលោកអ៊ំសង្ហាជាមួយនឹងបងសង្ហារបស់យើងនឹងឯងនៅក្នុងពេលនោះគេក៏បានជ្រើសរើសបង Ahmed របស់យើងហ្នឹងឲ្យខ្លាចទៅជាអ្នកក្លាហានតែម្ដងរួចមិនគេមិនយល់អ៊ំនោះបងរួចយល់អ៊ំនៅតែរងងាប់ស្អីមើលមុខគាត់មើលតែកាចាស់ហើយដឹងឲ្យយកទៅហ្នឹងតែឲ្យគេវាយថែមេទៅធ្វើសង្គ្រាមមិនទៅស៊ីស៊ុបឯអាបកាច់ហើយបង Ahmed របស់យើងនៅក្នុងពេលនោះគឺពិតជាសូនសាញសាមចិត្តខ្លាំងមែនទែនដោយសារតែសុកហ្នឹងមកខ្លាចជាអ្នកក្លាហានទៅប្រយុទ្ធធ្វើសង្គ្រាមឯណាប៉ុន្តែដោយសារតែមិនមានជំរឿនហ្នឹងគាត់ក៏បានយកព្រមទៅបើមិនព្រមទៅទេហ្នឹងគេប្រកាសជាកាត់ផ្លោកគាត់ហើយថ្ងៃស្អែកឡើងហ្នឹងគឺដល់ថ្ងៃអ្នកទាំង13នាក់ហ្នឹងទៅធ្វើសង្គ្រាមហើយនៅតាមផ្លូវធ្វើដំណើរហ្នឹងបងសង្ហារបស់យើងហ្នឹងគាត់ក៏បានតាំងសមាធិតាំងអារម្មណ៍ខ្លាំងមែនទែនក៏ព្រោះតែគាត់ហ្នឹងស្ដាប់ភាសា Viking មិនសូវបានណាអ្នកទាំងអស់គ្នាអញ្ចឹងទៅមានតែព្យាយាមស្ដាប់គេដើម្បីអាចដឹងថាគេនិយាយគេខ្លះអញ្ចឹងទៅហើយគូក្បាលរបស់បងសង្ហារបស់យើងហ្នឹងគឺពិតជាល្អខ្លាំងមែនទែនអ្នកទាំងអស់គ្នាត្រឹមតែប្រហែលនាទីតែប៉ុណ្ណោះបងសង្ហារបស់យើងគឺអាចស្ដាប់ភាសា Viking បានយ៉ាងស៊ីផុយមិនតែប៉ុណ្ណោះហ្នឹងគាត់ក៏អាចនិយាយភាសា Viking បានយ៉ាងរលូនតែម្ដងហើយពួក Viking នៅក្នុងពេលហ្នឹងគឺពិតជាឆ្ងល់ខ្លាំងមែនទែនរួចអាមួយហ្នឹងទៅមកបើប្រហែលថ្ងៃហ្នឹងស្ទើរនិយាយភាសាយ៉ាងស៊ីផុយហើយជាច្រើនថ្ងៃក្រោយមកទៀតហ្នឹងពួកគេក៏បានធ្វើដំណើរដោយទូកដោយធ្វើដំណើរមកដល់ពាក់កណ្ដាលសមុទ្រហើយតែមើលទៅហ្នឹងសភាពការដូចជាមិនសូវស្រួលទេអ្នកទាំងអស់គ្នាដោយសារតែមានខ្យល់បក់ភ្លៀងខ្លាំងរន្ទះបាញ់ឈូងឆាំងពេញទៅនឹងឯងប៉ុន្តែដោយសារតែពួកគេគឺជាតួសម្ដែងនៅក្នុងខ្សែរឿងហ្នឹងគឺពួកគេមិនងាប់នោះទេទីបំផុតហ្នឹងទូករបស់ពួកគេគឺមកដល់គៀនជ្រាំងហើយក្រោយមកហ្នឹងបងសង្ហាម្នាក់ហ្នឹងគាត់ក៏បានទៅជួបជាមួយនឹងមេកន្ត្រីម្នាក់ទៀតហើយមេកន្ត្រីម្នាក់ហ្នឹងគឺជាអ្នកបញ្ជូនកងទ័ពឲ្យទៅសុំជំនួយពីកងទ័ព Viking មកនឹងឯងប៉ុន្តែមើលទៅបងសង្ហាម្នាក់ហ្នឹងដូចជាមិនសូវពេញចិត្តជាមួយនឹងការសុំជំនួយរបស់អបិក្សត្រថ្មីហ្នឹងទេពេលនោះណាក្សត្រអង្គថ្មីហ្នឹងគាត់បានមកខ្សឹបដាក់ទៅជារបស់បងមហាក្សត្រដែលបានសុំជំនួយនឹងថារួចមានរឿងអីមិនក៏ព្រមប្រកាច់ដោះស្រាយខ្លួនឯងចាំបាច់សុំជំនួយរងងាប់អីអញវេទនាចង់ងាប់រួចធ្វើដំណើររាប់សិបគីឡូរួចសត15មានសង្គ្រាមមានអីណាពេលម្ដងស្ងាត់តែជឿបិចោលឧស្សាហប្រការក្រោយមកទៀតហ្នឹងមេកន្ត្រីរបស់កងទ័ព Viking ហ្នឹងក៏បាននាំគ្នាមកពិភាក្សាគ្នាទៀតហើយដល់អបិមេដឹកនាំហ្នឹងក៏បាននិយាយថាតែយើងគួរតែធ្វើអំណាចបន្តទៀតដោយសារតែរឿងតាក់ទងទៅនឹងពួកអកុលសម្ព័ន្ធស៊ីមនុស្សហ្នឹងវាគ្មានមែនទេនោះទេរួចមើលទៅប្រហែលជារឿងកុហកហើយគេប្រាប់យើងថាមានសង្គ្រាមមានអីណាពីពួកអស់ហ្នឹងតែពេលយើងមកដល់ស្ងាត់តែឈឹងហ្នឹងរួចបើតាមអញគិតប្រហែលជាគេកុហកយើងរួចខំធ្វើអំណាចចង់ងាប់ប៉ុន្តែនៅពេលដែលពួកគេកំពុងតែពិភាក្សាគ្នាហ្នឹងបងអាមេហ្នឹងគាត់ក៏បានដាក់ភ្នែកមើលទៅក្នុងព្រៃហើយក៏បានឃើញនៅក្មេងប្រុសម្នាក់កំពុងតែធ្វើការរត់ចេញពីព្រៃមកតម្រង់ចូលមកក្នុងភូមិហើយអាមេជាមួយនឹងអ្នកចម្បាំង Viking ហ្នឹងក៏បាននាំគ្នាជិះសេះជិះអីមកយ៉ាងលឿនដើម្បីមកជួយសង្គ្រោះក្មេងតូចម្នាក់ហ្នឹងពេលនោះពួកគេក៏បានដឹងថាផ្ទះរបស់ក្មេងប្រុសតូចម្នាក់ហ្នឹងគឺនៅមិនឆ្ងាយពីក្នុងព្រៃមួយនេះប្រហែលទេក៏ប៉ុន្តែ
តែនៅក្នុងព្រៃហ្នឹងគឺផ្ទះរបស់ពួកគេនៅចិត្តជីដែនរបស់ពួកកុលសម្ព័ន្ធស៊ីមនុស្សអីចឹងណាក្រោយមកនៅពេលដែលពួកគេបានមកដល់ផ្ទះរបស់ក្មេងប្រុសម្នាក់ហ្នឹងក៏បានឃើញថាលោកប៉ានិងអ្នកម៉ារបស់ក្មេងប្រុសម្នាក់ហ្នឹងត្រូវបានគេសម្លាប់បាត់ទៅហើយមិនតែប៉ុណ្ណោះហ្នឹងពួកគេក៏បានឃើញនៅស្លាកស្នាមមួយចំនួនទៀតផងដែលវាគឺជាកំតិចកំទីរបស់ពួកកុលសម្ព័ន្ធ Veldon ហ្នឹងណាហើយពួក Veldon នោះវាបានធ្វើធ្លាក់នៅកន្លែងមួយហ្នឹងហើយក្រោយមកទៀតហ្នឹងពួកគេក៏បាននាំគ្នាត្រឡប់មកវិញពេលយប់ឡើងហ្នឹងពួកគេក៏បាននាំគ្នាអង្គុយជុំវិញកន្លែងភ្នក់ភ្លើងហើយក៏បានពិភាក្សាគ្នាថាពួក Veldon ហ្នឹងពួកវានឹងនាំគ្នាចេញពីព្រៃមកនៅពេលដែលមានអាប់ចុះមកខ្លាំងហើយនៅពេលដែលអាប់វាបានបាត់ទៅវិញហ្នឹងពួកវានឹងត្រឡប់ទៅវិញអស់ដូចតែគ្នាហ្នឹងហើយជាច្រើនម៉ោងកន្លងផុតទៅហ្នឹងពួកគេក៏បាននាំគ្នាដេកក៏ប៉ុន្តែមិនមែនដេកលក់ទេអ្នកនរគ្នាលក្ខណៈថាដេកអាលីវអាលីវអីចឹងណាមានអាខ្លះដេកបិទភ្នែកផងអាខ្លះមិនបិទភ្នែកក៏មានដែរដោយសារតែពួកគេបានឮសូរសំឡេងអ្វីម្យ៉ាងនៅខាងក្រៅដោយសារតែនៅក្នុងពេលហ្នឹងគឺចាប់ផ្ដើមមានអាប់ចុះមកហើយពួក Veldon ក៏បាននាំគ្នាធ្វើដំណើរមកកន្លែងមួយហ្នឹងដែរក្រោយមកពួក Veldon ហ្នឹងក៏បានចូលមកក្នុងភូមិមួយហ្នឹងការវាយប្រហារហ្នឹងក៏បានចាប់ផ្ដើមឡើងដូចគ្នាដែលពួកគេចាប់ផ្ដើមធ្វើសង្គ្រាមហើយក៏ប៉ុន្តែធ្វើសង្គ្រាមនៅក្នុងសភាពងងឹតឈឹងណាអ្នកនរគ្នាព្រោះខ្លាចតែចាក់ត្រូវពងគ្នាឯងនិយាយមែនក្រោយមកនៅពេលដែលអាប់នៅវាបានចាប់ផ្ដើមរលាយទៅវិញហ្នឹងពួកទាហានរបស់ Veldon ហ្នឹងក៏បាននាំគ្នាចាក់ចេញទៅតាមអាប់នឹងដូចគ្នាហើយនៅពេលដែលពួក Veldon បានចាក់ចេញទៅផុតហ្នឹងក៏បានបង្ហាញឲ្យឃើញថាពួកទាហាន Viking គឺបានស្លាប់អស់ចំនួន2នាក់ចំណែកពួក Veldon ហ្នឹងក៏បានស្លាប់អស់ជាច្រើនអ្នកដូចគ្នាក្រោយមកហ្នឹងពួកគេក៏បានធ្វើការដុតភ្លើងដុតអីដើម្បីរកមើលសាកសពពួក Veldon ហ្នឹងប៉ុន្តែគ្មានឃើញសូម្បីតែម្នាក់អ្នកនរគ្នាហើយមូលហេតុហ្នឹងគឺដោយសារតែពួកគេហ្នឹងមិនបោះបង់គ្នាចោលអីចឹងណាលក្ខណៈថាសូម្បីតែស្លាប់ហើយហ្នឹងក៏មិនបោះបង់សាកសពមិត្តភ័ក្តិរបស់ខ្លួនឯងចោលដែរគឺយកទៅតាមគ្នាវិញរហូតហ្នឹងលក្ខណៈថាមិនកថោកថោដោយពួកអតាហ៊ានថៃណាអ្នកនរគ្នាតែទុកខ្មោចតាហ៊ានរបស់គ្នាវាចោលក្នុងព្រៃដូចជាខ្មោចកែអញ្ចឹងណាក៏ប៉ុន្តែអានេះរៀងអន់ជាងខ្មោចឆ្កែដោយសារខ្មោចឆ្កែងាប់ទៅគេយកទៅកប់យកទៅស៊ីអញ្ចឹងណាតែអានេះបោះចោលហ្នឹងហើយពេលព្រឹកឡើងហ្នឹងពួកគេក៏បាននាំគ្នាជួយគ្នាធ្វើលបងធ្វើអីដើម្បីការពារពួកកុលសម្ព័ន្ធហ្នឹងកុំឲ្យចូលមកក្នុងភូមិរបស់ពួកគេបានទៀតតែការពីម្សិលមិញហ្នឹងគឺពួកវាបានសម្លាប់ពួក Viking អស់ពីរនាក់ហើយចំណែកអាមែនហ្នឹងគាត់ក៏បានយកដែររបស់គាត់ទៅឲ្យជាងគេ modify សារថ្មីលក្ខណៈថាឆាបហើយសំនៀងវាមុតខ្លាំងជាងមុនអញ្ចឹងណាតាមមកទៀតហ្នឹងក៏មានស្រីស្អាតហ្នឹងគាត់មកធ្វើការបិទលបួរឲ្យបងអាមែនរបស់យើងដែលនាងហ្នឹងមានឈ្មោះថាអូកាមិនថែម៉ូតូមកអូកាម៉ូតូអញ្ចឹងមកអាបកាច់យកហើយមូលហេតុដែលចាអូកាម៉ូតូមកធ្វើការបិទលបួរបិទអីឲ្យបងអាមែនហ្នឹងក៏ដោយសារតែគាត់ហ្នឹងបានលួចស្រឡាញ់បងអាមែនរបស់យើងនឹងឯងមិនតែប៉ុណ្ណឹងគាត់ក៏បានប្រាប់ទៅកាន់បងសង្ហារបស់យើងទៀតថាកូនប្រុសរបស់មេកន្ទ្រីនៅក្នុងកន្លែងមួយនេះគេបាននិយាយថាបើសិនជាពួកគេអាចធ្វើការកម្ចាត់ពួកកុលសម្ព័ន្ធស៊ីមនុស្សហើយហ្នឹងគេនឹងកម្ចាត់ព្រះបិតារបស់គេចោលហើយគឺដើម្បីដណ្ដើមរាជអំណាចហើយបងសង្ហារបស់យើងក៏បានយករឿងរ៉ាវទាំងអស់ហ្នឹងមកប្រាប់មេបញ្ជាការរបស់គាត់ហើយមេបញ្ជាការហ្នឹងក៏រៀបគម្រោងការដើម្បីចាត់ការទៅលើអបិហ្នឹងវិញដើម្បីអបិហ្នឹងស្គាល់ទឹកដៃអញ្ចឹងណាក្រោយមកបរិបម្នាក់ដែលមានឈ្មោះថា Hacker ហ្នឹងគាត់ក៏បានមករករឿងបរិបម្នាក់ដែលជាអ្នកចម្បាំងរបស់កងទ័ពនៅកុលសម្ព័ន្ធមួយហ្នឹងក្រោយមកហ្នឹងពួកគេក៏បានឆ្លោះគ្នាយ៉ាងខ្លាំងហើយមូលហេតុដែលបង Hacker គាត់ធ្វើបែបហ្នឹងគឺដើម្បីបង្ហាញស្នាដៃថាពួក Viking មិនមែនអន់ទេគាត់មិនចង់សម្លាប់ក៏សម្លាប់បានតាមចិត្តនោះឡើយប៉ុន្តែនៅពេលដែលវាយគ្នាមែនទេហ្នឹងអបិ Hacker ហ្នឹងគ្មានបានអាចឆ្កែស្អីទេអ្នកនរគ្នាត្រឹមតែមកក្បាច់ហ្នឹងគេក៏ដាក់មួយជើងកដាមុខបកាច់ពេញហ្នឹងបាទហ្នឹងហើយអបិមួយហ្នឹងពិតជាសប្បាយចិត្តខ្លាំងមែនទេដោយសារតែវាយគេបានអ្នកនរគ្នាវាក៏បានហក់ទៅវាយបង Hacker បន្ថែមទៀតប៉ុន្តែ Hacker នៅក្នុងពេលហ្នឹងគាត់ក៏ប្រើក្បាច់សម្លាប់របស់គាត់ហើយក៏បានចាត់ការទៅលើអបិហ្នឹងបានយ៉ាងស៊ីផុយអ្នកគ្រប់គ្នាទៅពេលដែលឃើញបែបហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនសូម្បីតែកូនប្រុសរបស់ព្រះរាជាហ្នឹងក៏បានឃើញរឿងរ៉ាវទាំងអស់ហ្នឹងដែរក្រោយមកអ្នកគ្រប់គ្នាហ្នឹងគឺមិនមានណាម្នាក់ណាហ៊ានទៅញ៉ៃញ៉ៃជាមួយនឹងក្រុមកុលសម្ព័ន្ធ Viking ទៀតនោះទេហើយមួយសន្ទុះក្រោយមកហ្នឹងក៏ចាប់ផ្ដើមមានអាប់ហ្នឹងចុះពីលើភ្នំមកទៀតហើយអ្នកទាំងអស់គ្នាអ្នកគ្រប់គ្នានៅពេលដែលឃើញបែបហ្នឹងក៏បានបញ្ញាបញ្ញាមករួមគ្នាដើម្បីការពារហើយនៅក្នុងអាប់មួយហ្នឹងគឺមានពលឺភ្លើងអ្វីម្យ៉ាងមើលទៅល្ងិតមិនដឹងទេព្រោះឲ្យតែពេលវាយគ្នាគឺចាប់ផ្ដើមល្ងិតដែរអ្នកទាំងអស់គ្នាព្រោះឆ្ងល់ដល់ហើយឲ្យតែពេលកាប់គ្នាវាយគ្នាល្ងិតដល់រឿងខ្មោចយោស្អីទេហើយពេលហ្នឹងពួក Veldon ហ្នឹងក៏បានមកគ្នាមកយ៉ាងច្រើនហើយពីដំបូងហ្នឹង admin គិតថាពួក Veldon ហ្នឹងគឺជាពួកបិសាចអីចឹងណាក៏ប៉ុន្តែមិនមែនទេអ្នកទាំងអស់គ្នាគឺជាមនុស្សធម្មតាដូចយើងដែរហ្នឹងក៏ប៉ុន្តែពួកវាបានលាបមុខខ្មៅលាបអីចឹងទៅក្រោយមកនៅពេលដែលពួក Veldon កំពុងតែធ្វើសង្គ្រាមជាមួយនឹងក្រុមកុលសម្ព័ន្ធ Viking ជាមួយនឹងពួកអ្នកភូមិអីហ្នឹងក្រុមកុលសម្ព័ន្ធ Viking ហ្នឹងគឺចិត្តតទល់លេងបានហើយរបៀបថាទ្រាំលេងបានទៀតអីចឹងណាលក្ខណៈថាចិត្តបាក់តបហើយប៉ុន្តែសុកហ្នឹងអាមេកាត្រីហ្នឹងគឺវាក៏បានធ្វើការហៅកូនចៅវាឲ្យដកថយទៅវិញហើយមូលហេតុហ្នឹងគឺដោយសារតែអាប់ហ្នឹងវាចិត្តអស់ហើយនឹងសង្គ្រាមអាចឆ្កែស្អីទេឡប់ដោយពួកថៃវិញណាពួកនេះប៉ុន្តែការច្បាំងគ្នាលើនេះក៏ធ្វើឲ្យប្រជាជនរបស់មេកុលសម្ព័ន្ធហើយនឹងក្រុមទាហានរបស់ Viking ហ្នឹងគឺស្លាប់អស់យ៉ាងច្រើនប៉ុន្តែអាមេរបស់យើងហ្នឹងគឺមិនមានបញ្ហាអ្វីនោះទេសូម្បីតែរបួសបន្តិចហ្នឹងក៏មានរបួសដែរហើយអ្វីដែលសំខាន់ជាងនេះទៅទៀតហ្នឹងគឺគាត់បានសៃដាម៉ាក្រេសេជាមួយនឹងចៃស្អាតទៀតផងក្រោយមកព្រះរាជាថ្មីហ្នឹងក៏បាននាំគ្នារបស់ពួកគេហ្នឹងមកសួរហៅកថាដែរថាគួរតែធ្វើបែបណាតទៀតដោយសារតែពួក Veldon ហ្នឹងវាមិនព្រមឈប់ត្រឹមនឹងទេគឺមករករឿងគេតែរហូតហ្នឹងហើយលោកអ៊ំហៅហ្នឹងគាត់ក៏បាននិយាយថាពួក Veldon ហ្នឹងគឺមិនអាចបង្ក្រាបអស់នោះទេដោយសារតែវាមានចំនួនច្រើនខ្លាំងមែនទែនអ្វីដែលសំខាន់ហ្នឹងគឺវាមានគ្រូវេទមន្តនៅពីក្រោយក្នុងទៀតផងហើយបើសិនជាចង់កម្ចាត់ឲ្យអស់ហ្នឹងតើតែចាត់ការគ្រូវេទមន្តហ្នឹងមុនគេសិនបន្តមកទៀតនៅពេលដែលដឹងបែបហ្នឹងហើយហ្នឹងក្រុមទាហានដែលនៅសល់ហ្នឹងក៏បាននាំគ្នាធ្វើដំណើរទៅខាងក្នុងព្រៃគឺដើម្បីទៅចាត់ការជាបែមេមត់នឹងចោលតែមកពួកគេក៏បានធ្វើដំណើរមកដល់កន្លែងមុខរូងរបស់ពួក Veldon ហ្នឹងហើយពួក Viking ហ្នឹងក៏បាននាំគ្នាចូលទៅក្នុងរូងតែម្ដងអ្វីដែលសំខាន់ហ្នឹងពួក Veldon ហ្នឹងគឺមិនមែនរស់នៅក្នុងរូងសពទេអ្នកនរគ្នាពួកវាធ្វើផ្ទះនៅខាងក្រៅរូងក្រៅអីទេហើយនៅក្នុងរូង
ងហ្នឹងក៏មានតែហ៊ានមួយចំនួនដែរហើយពួកវាហ្នឹងក៏បានគិតថាប្រហែលជាគ្មានអ្នកហ៊ានចូលមករករើកន្លែងភូមិសាស្ត្ររបស់ពួកវាឡើយអញ្ចឹងហើយបានពួកហ្នឹងមិនសូវប្រយ័ត្នខ្លួននោះទេក្រោយមកពួកគេក៏បានចូលមកក្នុងរូងមួយហ្នឹងហើយបងសង្ហាអ្នកដែលជាតបរបស់ពួក Viking ហ្នឹងក៏បានចូលទៅតតាំងជាមួយនឹងយេប៉ែមេធ្មប់ហ្នឹងហើយតែមានណាអ្នកទាំងអស់គ្នាយេប៉ែហ្នឹងគាត់ក៏បានហក់មកចាក់ថ្នាំពឹសដល់បងសង្ហាមិននឹងគួចគាត់ត្រូវមកគួចភ្លាមហ្នឹងគាត់ក៏តវិញមកគួចដែរតែមកគួចរបស់បងសង្ហាហ្នឹងគឺចាក់ដាវអ្នកទាំងអស់គ្នាធ្វើឲ្យយេប៉ែហ្នឹងគាត់ស្លាប់តែម្ដងទៅក្រោយមកនៅពេលដែលយេប៉ែហ្នឹងបានស្លាប់ទៅហ្នឹងពួកគេក៏រកវិធីសាស្ត្រដើម្បីចាក់ចេញពីក្នុងរូងមួយហ្នឹងត្រឡប់ទៅវិញប៉ុន្តែมันអាចចេញទៅផ្លូវចាស់បាននោះទេអ្នកទាំងអស់គ្នាដោយសារតែក្នុងពេលហ្នឹងពួក Veldon ហ្នឹងបានដឹងថាមានអ្នកក្រៅចូលមកក្នុងទីតាំងរបស់ពួកគេហើយមិនតែប៉ុណ្ណោះហ្នឹងគឺមានតាហ៊ានម្នាក់ដែលមានឈ្មោះថា Hilden ម្នាក់គាត់បានរងរបួសធ្ងន់ទៀតផងហើយបងម្នាក់ហ្នឹងគាត់ក៏បានប្រាប់គ្នារបស់គាត់ឲ្យចាក់ចេញពីកន្លែងមួយហ្នឹងទៅគាត់មិនអាចបន្តទៅមុខទៀតបានទេបើសិនជានៅកន្លែងមួយហ្នឹងប្រកាសជាងាប់ទាំងអស់គ្នាជាមិនខានក្រោយមកគ្រប់គ្នាក៏បាននាំគ្នាធ្វើការហែលទឹកហែលអីដើម្បីចាក់ចេញពីក្នុងរូងមួយហ្នឹងក្រោយមកពួកគេក៏បាននាំគ្នាត្រឡប់មកដល់ក្នុងភូមិវិញហើយតែលើកនេះហ្នឹងគឺមិនដូចជាលើកមុននោះទេអ្នកទាំងអស់គ្នាដោយសារតែពួក Heldon ហ្នឹងបាននាំគ្នាមកយ៉ាងច្រើនហើយមកលើកនេះហ្នឹងមិនបាច់ចាំមានអាប់មានអីទេពួកវាមកបានធម្មតាហើយដោយសារតែលេងមានយីប៉ែមេធ្មប់នឹងទៀតអីចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងមិនបាច់ប្រើមន្តអាគមអីទៀតទេអ្នកភូមិនៅពេលដែលឃើញបែបហ្នឹងក៏បាននាំគ្នាបញ្ញាចាប់អាវុធរៀងៗខ្លួនគឺដើម្បីតតាំងជាមួយនឹងពួក Veldon ហ្នឹងឯងក្រោយមកពួកគេក៏បានវាយប្រហារគ្នាយ៉ាងរញ៉េរញ៉ៃពេញនឹងឯងប៉ុន្តែលើកនេះដោយសារតែលេងមានអាប់លេងមានមន្តអាគមអីហ្នឹងពួក Veldon ហ្នឹងក៏មិនអាចយកឈ្នះក្រុម Viking ហើយនឹងអ្នកភូមិបានដែរពួកឲ្យពួកវាហ្នឹងរងរបួសហើយនឹងស្លាប់ជាច្រើនអ្នកហើយចំណែកមេតតហ្នឹងក៏ត្រូវបានក្រុម Viking ហ្នឹងសម្លាប់បានទៀតផងហើយពួកកូនចៅផ្សេងៗទៀតនៅពេលដែលឃើញមេតតរបស់វាត្រូវបានក្រុមទាហាន Viking សម្លាប់បានហើយហ្នឹងក៏បាននាំគ្នាបញ្ញាដាក់មេផាយចេញពីកន្លែងមួយនឹងយ៉ាងលឿនហើយតាំងតែពីថ្ងៃហ្នឹងមកហ្នឹងពួក Veldon ហ្នឹងគឺគ្មាននរណាម្នាក់បានឃើញពួកវាទៀតនោះទេដោយសារតែពួកទាហានហ្នឹងបានបាក់ស្បាតឲ្យលីហ៊ានចូលមកក្នុងភូមិទៀតហើយចំណែកបងសង្ហាដែលជាមេដឹកនាំរបស់ក្រុមទាហាន Viking ហ្នឹងគាត់ក៏ស្លាប់ដូចគ្នាដែរអ្នកទាំងអស់គ្នាដោយសារត្រូវពឹសរបស់យីប៉ែមេកាទៀងកាលពីថ្ងៃមុនហ៎បើមិនតាន់អស់ពឹសផងមកច្បាំងគ្នាទៀតអញ្ចឹងហើយងាប់បាត់តែម្ដងក្រោយមកនៅពេលដែលហេតុការណ៍ទាំងអស់នឹងវាបានបញ្ចប់ទៅហ្នឹងទូប្រុសរបស់យើងក៏បាននាំគ្នាធ្វើការជិះទូកដើម្បីត្រឡប់ទៅវិញហើយចំណែកបង Hacker ហ្នឹងគាត់មិនបានត្រឡប់ទៅជាមួយនឹងទូប្រុសរបស់យើងនោះទេដោយសារតែគាត់ធុញថប់ជាមួយនឹងការធ្វើទាហានធ្វើអីនឹងខ្លាំងមែនទែនគាត់សម្រេចចិត្តរស់នៅក្នុងភូមិនេះហើយគ្រាន់តែទូប្រុសរបស់យើងនាំគ្នាឡើងទូកជិះត្រឡប់ទៅវិញផុតហ្នឹងតែរឿងគឺចប់ត្រឹមតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាឲ្យចប់រយៈកផែលហ្មងហើយប្រហែលថ្ងៃហ្នឹងអេដមីនសម្រេចតែរឿងចប់រយៈកផែលអញ្ចឹងឲ្យខំតាមដានតែពីណាតែពីណីមករយៈប៉ុន្តែមុនពេលដែលបញ្ចប់សារីយើងទៅហ្នឹងអេដមីនក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនារឿងរបស់អេដមីនតាំងពីដើមរហូតដល់ចប់ហើយក៏សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នារកទទួលទានមានបានកើតការវាគុំទៅជាទៅជុំដូចជាទៅអបបំពង់ខ្ចីអញ្ចឹងជាពិសេសធ្វើដំណើរទៅណាមកណាសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនសុខសុវត្ថិភាពទាំងទៅទាំងមកផងដែរជាចុងក្រោយខ្ញុំបាទក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ